ប្រទេសថៃបានចេញធ្វើការប្រមានក្រោយសកម្មភាពរំជួយដីកើនឡើងជិតព្រំដែនថៃនិងមីយ៉ាន់ម៉ាអាជ្ញាធរថៃកំពុងប្រមានអំពីការកើនឡើងនៃការកើនឡើងគ្រោះរំជួយដីនៅតាមព្រំដែនថៃនិងមីយ៉ាន់ម៉ាបន្ទាប់ពីមានការរំជួយដីកម្រិតស្រាលជាបន្តបន្ទាប់ត្រូវបានកត់ត្រានៅថ្ងៃទី6 ខែមិថុនាឆ្នាំ2025កន្លងទៅនេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានរបស់ Thai Nation Thailand ចុះផ្សាយនៅថ្ងៃទី6 ខែឧសភាកន្លងទៅថ្មីនេះកាលពីព្រឹកថ្ងៃទី6 ខែមិថុនានាយកដ្ឋានឧតុនិយមរបស់ថៃបានធ្វើសេចក្តីរាយការណ៍ពីការរំជួយដីកម្រិត 1.9 រិចទ័រនៅក្នុងស្រុកបាផៃទីក្រុងម៉ៃហុងសុនប្រទេសថៃក្នុងជម្រៅរយៈ1 គីឡូម៉ែត្រដោយមិនមានរបាយការណ៍ពីការខូចខាតអ្វីនោះទេនៅព្រឹកថ្ងៃដដែលនេះប្រទេសមីយ៉ាន់ម៉ាក៏បានជួបគ្រោះរំជួយដីចំនួន3លើកជាប់គ្នាចាប់ពីកម្រិត 1.7 ដល់ 2.2 ដែលទាំងអស់កើតឡើងនៅជិតព្រំដែនថៃតែម្ដងបើទោះបីជាតិចតួចក៏ដោយតែភាពញឹកញាប់និងភាពបាទចិត្តគ្នានៃការរំជួយដីទាំងនេះបានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកភូមិសាស្ត្ររបស់ថៃក្រមមន្ត្រីថៃបានសង្កត់ធ្ងន់ទៀតថាគណៈពេលដែលសកម្មភាពបច្ចុប្បន្នមិនបង្កការគំរាមកំហែងភ្លាមនោះទេតែវាបង្ហាញពីសញ្ញាពីចលនានៃរលកធាតុអាកាសប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ត្រូវបានជំរុញឲ្យមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈសម្បត្តិបន្ទាប់ពីមានការអាប់ដេតពីនាយកដ្ឋានឧតុនិយមរបស់ថៃអញ្ចឹងពុកម៉ែបងប្អូនបញ្ហារហូតបាទតាក់ទងទៅនឹងគ្រោះរំជួយដីបាទនៅព្រំដែនបាទថៃនិងមីយ៉ាន់ម៉ាដូច្នេះបាទពុកម៉ែបងប្អូនចូលរួមបាទ share ចែករំលែកបាទបន្តផងហើយបើសិនជាលើកទៅបាទលើសលួសត្រូវខុសដោយប្រការណាមួយនោះក៏សូមខន្តីអភ័យទោសជាចុងក្រោយបាទសូមជម្រាបលាបាទ